វីតាមីន A គឺជាវីតាមីនដែលរលាយក្នុងខ្លាញ់និងមានតួនាទីសំខាន់ក្នុងការថែរក្សាសុខភាពផ្នែកផ្សេងៗនៃរាងកាយខាងក្រោមនេះគឺជាព័ត៌មានសំខាន់អំពីវីតាមីន A 1. តួនាទីសំខាន់សុខភាពភ្នែកវីតាមីន A ជួយការពារភ្នែកពីការខូចខាតនិងជួយកាត់បន្ថយហានិភ័យនៃជំងឺភ្នែកដូចជាភ្នែកខ្វាក់មាន់និងជំងឺភ្នែកស្ងួតប្រព័ន្ធភាពស៊ាំវីតាមីន A ជួយពង្រឹងប្រព័ន្ធភាពស៊ាំដែលជួយការពាររាងកាយពីការឆ្លងមេរោគសុខភាពស្បែកវីតាមីន A ជួយថែរក្សាស្បែកឲ្យមានសុខភាពល្អនិងជួយកាត់បន្ថយបញ្ហាស្បែកដូចជាមុន 2. ប្រភពអាហារនៃវីតាមីន A វីតាមីន A អាចត្រូវបានរកឃើញក្នុងអាហារជាច្រើនប្រភេទរួមមានប្រភពសត្វថ្លាមពងមាន់ទឹកដោះគោនិងប្រហុកប្រភពរុក្ខជាតិបន្លែនិងផ្លែឈើដែលមានពណ៌លឿងឬក្រហមដូចជាការ៉ុតដំឡូងមីពោតនិងស្ពៃក្តាប់ 3. ផលប៉ះពាល់នៃការខ្វះវីតាមីន A ភ្នែកខ្វាក់មាន់ស្បែកស្ងួតនិងរលួយប្រព័ន្ធភាពស៊ាំខ្សោយការលូតលាស់យឺតយ៉ាវសម្រាប់កុមារ 4. ផលប៉ះពាល់នៃការប្រើប្រាស់វីតាមីន A ច្រើនពេកការប្រើប្រាស់វីតាមីន A ច្រើនពេកអាចបណ្ដាលឲ្យមានជំងឺវីតាមីន A ហួសដែលអាចបណ្ដាលឲ្យមានរោគសញ្ញាដូចជាឈឺក្បាលចំអកស្បែករមាស់ការខូចថ្លើម 5. ការណែនាំអំពីការប្រើប្រាស់បរិមាណវីតាមីន A ដែលត្រូវការប្រចាំថ្ងៃអាស្រ័យលើអាយុនិងភេទជាទូទៅបុរសពេញវ័យត្រូវការប្រហែល900 មីក្រូក្រាមក្នុងមួយថ្ងៃនិងស្ត្រីពេញវ័យត្រូវការប្រហែល700 មីក្រូក្រាមក្នុងមួយថ្ងៃ